សម្រាប់ថ្ងៃទី6ខែមករាឆ្នាំ2026ដែលត្រូវជាថ្ងៃរោងមាយ៉ាងឆុងគ្នាជាមួយអ្នកដែលមានឆ្នាំចធាតុឈើវ័យ32ឆ្នាំនិងចធាតុភ្លើងវ័យ20ឆ្នាំល្អចំពោះអ្នកដែលត្រូវការធាតុមាសដីនិងអ្នកដែលមានឆ្នាំរកាវកហើយនឹងជូតទិសដែលត្រូវបានហាមឃាត់ក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងត្បូងហើយនឹងត្បូងឈៀងលិចចំពោះតារាសាស្ត្រយើងឃើញថាទិសខាងជើងឈៀងខាងលិច330អង្សាបងប្អូនអាចធ្វើការចាប់លាបដោយដាក់ទឹកមានចលនាបាននៅចន្លោះម៉ោង9ទៅម៉ោង11ព្រឹកនិងមួយវេនទៀតក្នុងករណីដែលខកខានអាចធ្វើបាននៅចន្លោះម៉ោង3ទៅម៉ោង5រសៀលរីឯការធ្វើការសមាធិតាមបែបឈីមិនតុនជាបងប្អូនអាចបែរខ្នងទៅទិសខាងកើតឬក៏ត្បូងឈៀងកើតក៏បានបងប្អូនអាចប្រើប្រាស់បានពេញមួយថ្ងៃក្នុងការធ្វើការសមាធិបងពីគោលបំណងគោលដៅផែនការជីវិតដែលបងប្អូនចង់បានសម្រាប់ឆ្នាំថ្មីជូនពរសំណាងល្អ